guys សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមកធ្វើ onion bread roll នេះគឺរូបរាងវាបែបនេះណា onion bread roll ហ្នឹងគឺមានគ្រឿងផ្សំមានម្សៅនំប៉័ង yeast improver អំបិល bơ ទឹកហើយនឹង onion ដែលគេលីងស្ងួតណាខ្ទឹមបារាំងហ្នឹងហើយដែលគេលីងស្ងួតអញ្ចឹងនេះគឺគ្រឿងផ្សំទាំងអស់ដែលយើងបានថ្លឹងរួចរាល់ហើយត្រៀមនឹងដាក់ចូលវាយអញ្ចឹងណាហើយនេះគឺដោយសារតែយើងអត់មាន onion នឹងស្រាប់អា onion ដែលយើងលីងហ្នឹងគឺយើងត្រូវលីង onion បែបនេះលីង onion ស្រស់ហ្នឹងណាលីងវាឲ្យវាខ្ញប់ហើយលីង onion ហ្នឹងគឺគេមានដាក់ម្សៅស៊ុបម៉ាឡាភីដែរអញ្ចឹងណាម៉ាឡាភីកាហ្វេទេមើលទៅតែបន្តិចទេអញ្ចឹងពេលយើងចង់ឈ្ងុយច្រើនឬក៏ចង់ញ៉ាំប៉ះ onion ឬក៏ចូលចិត្ត onion ច្រើនយើងអាចដាក់ onion ច្រើនបានហើយក៏យើងថ្លឹងទៅតាមនឹងដែរអញ្ចឹងណាព្រោះគេហៅគេសាតេ onion ហ្នឹងគឺអា onion លីងហ្នឹងហើយអញ្ចឹងណាគេយកតែ300ក្រាមហ្នឹងហើយ300ក្រាមក្នុងម្សៅ1គីឡូអញ្ចឹងណាឥឡូវគឺយើងចាក់ម្សៅចូលហើយ yeast ហ្នឹងគឺទាមទារឲ្យយើងចាក់គ្របជាមួយម្សៅហ្មងដើម្បីពេលដែលយើងដាក់អំបិលដាក់អីពេលវាប៉ះអំបិលទៅវាងាប់អញ្ចឹងយើងត្រូវតែយកម្សៅហ្នឹងយកទៅគ្រប yeast ហ្នឹងអញ្ចឹងណាហើយបន្ទាប់មកគឺយើងយកមកដាក់នៅក្នុងម្រាបវាយនេះមកហើយចាក់ទឹកចូលវាម្ដងតិចតតែអស់ទឹកហ្នឹងហើយយើងចាក់ទឹកចូលតតែអស់550ក្រាមហ្នឹងណានិយាយទៅគឺវាយរហូតដល់ម្សៅទឹក yeast improver ហើយនឹង butter ហើយអំបិលហ្នឹងវាចូលគ្នាឡើង smooth ណាតតែ smooth បានគេដាក់សាតេ onion ហ្នឹងចូលអញ្ចឹងមុនហ្នឹងគឺម្សៅ1គីឡូ yeast 20ក្រាម improver ហ្នឹង improver គឺម្សៅធ្វើឲ្យនំឡើងអញ្ចឹងបងប្អូនជំនួយឲ្យនំឡើងអញ្ចឹងអាហ្នឹងគេដាក់5ក្រាមហើយអំបិល10ក្រាម bơ 25ក្រាមទឹក550ក្រាមនិយាយទៅទឹកក៏យើងថ្លឹងដែរណាហើយនឹងសាតេ onion ហ្នឹង300ក្រាមចានេះគឺយើងកំពុងតែលីង onion ខ្ទឹមបារាំងហ្នឹងផងកំពុងតែវាយផងអញ្ចឹងណាវាយតតែម្សៅហ្នឹងឡើង smooth យើងក៏ចាក់ខ្ទឹមបារាំងនឹងចូលប៉ុន្តែខ្ទឹមបារាំងដែលយើងលីងហ្នឹងគឺ make sure ថាវាចុះត្រជាក់មែនតើបានយើងអាចដាក់ចូលវាយជាមួយម្សៅនឹងបានព្រោះថាបើដាក់តង់ក្តៅទៅគឺវាធ្វើខូចម្សៅហើយក្តៅម្សៅអញ្ចឹងណាអញ្ចឹងវាអត់ល្អទេចាអានេះគឺពេលវាចុះត្រជាក់ហើយគឺយើងដាក់វាយជាមួយគ្នារហូតដល់វាឡើង smooth រលោងម្ដងទៀតហើយស្អិតល្អអញ្ចឹងណាកន្លែងនេះវាយប្រើរយៈពេលរៀងយូរដែរនៅដាក់លេខ3អាខ្លាំងបំផុតអញ្ចឹងណាឲ្យវាវាយឲ្យខ្លាំងអញ្ចឹងណាបើសិនជាយើងអត់មានម៉ាស៊ីនវាយគឺយើងត្រូវវាយដៃនឹងតតែកម្លាំងយើងខ្លាំងដែរអញ្ចឹងណាហើយបន្ទាប់មកពេលវា smooth ហើយគឺយើងយកមកគ្របទុកវា15នាទីសិនមុននឹងកាត់វាជាដុំណាហើយបន្ទាប់មកគឺយើងកាត់វាជាដុំក្នុងមួយដុំហ្នឹងគឺកាត់40ក្រាមហើយលួញវាឲ្យមូលយើងគ្របទុករយៈពេល15នាទីទៀតដល់ពេលគ្របទុករយៈពេល15នាទីទៀតហើយគ្រប់15នាទីហ្នឹងគឺយើងយកចេញមកលុញ
ជីរូបរាងដែលយើងចង់បានហើយក៏ដាក់ steam នៅក្នុងម៉ាស៊ីន steam ហ្នឹង45នាទីទៀតដើម្បីឲ្យវាឡើងស្អាតណានិយាយទៅដាក់នៅក្នុងម៉ាស៊ីន steam ហ្នឹងគឺវាឡើងល្អមែនតើចានេះគឺលោកគ្រូគាត់បានបរៀនពីការកាច់ម្សៅចឹងណាពេលដែលយើងកំពុងតែ steam ចឹងគាត់បានបរៀនរបៀបកាច់ម្សៅយើងដែរគាត់បរៀនច្រើនដងហ្នឹងនេះចានេះគឺយើងក្របបែបនេះចានេះបន្ទាប់មកគឺយើងនេះដាក់ steam ហ្នឹងគឺយើងមានពីរតនិចគឺមានលេខអានេះអត់សូវច្បាស់ទេប៉ុន្តែបើឲ្យបើគឺដឹងចាបន្ទាប់ពី steam ហើយគឺវាឡើងធំកំពុងបែបនេះគឺយើងយកវាមកបាញ់ទឹកដើម្បីឲ្យវាសើមពេលម្សៅសើមទៅគឺយើងដេកអីក៏ជាប់ដែរដាក់ល្ងដាក់អូនញៀនដាក់អីទៅជាប់ល្អមែនតើចានេះyes ស្អាតធ្វើឲ្យម្សៅយើងរលោងទន់មានសំណើមហើយស្រួលដេកអីក៏បានដែរស្អែកទីយើងចង់ចាហើយបន្ទាប់មកគឺយើងដាក់ដុតវាក្នុងសីតុណ្ហភាព200លើ180អង្សាសេចឹងខាងលើ200ខាងក្រោម180រយៈពេល23នាទីទេនិយាយទៅនំហ្នឹងគឺឆាប់ឆ្អិនទេញ៉ាំនេះគឺរីសារបស់គេគឺល្អមែនតើស្អាតហើយឆ្ងាញ់ទៀតណាហើយឡើងឈ្ងុយអូនញៀនអូខេចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនា See you